សុស្ដីបងប្អូនអ្នកគ្នាបាទនៅថ្ងៃនេះក៏ចង់មានចំណាប់អារម្មណ៍បន្តិចពាក់ព័ន្ធជាមួយនឹងលទ្ធផលអាហារូបករណ៍តាមរយៈសមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតលើកទី2ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនណាបងប្អូនគ្នាបាទលទ្ធផលអាចនឹងចេញនៅពេលឆាប់ៗមកហើយបាទអញ្ចឹងដោយសារតែក្នុងនាមខ្ញុំជាសមាជិកគណៈកម្មការម្នាក់ហើយក្រោយពីឃើញនៅលទ្ធផលមិនតាមផ្លូវការទេប៉ុន្តែមានភាពសប្បាយរីកនិង surprise បាទដោយឃើញថាចំនួនបេក្ខជនរបស់យើងដែលជាប់សិតសឹងតែជាបេក្ខជនដែលមានគុណវុឌ្ឍិល្អខ្លាំងមែនទែនខ្ញុំលើកពាក់ព័ន្ធជាមួយនឹងបេក្ខជនថ្នាក់បញ្ញត្តិភាគច្រើនបងប្អូនឬក៏ក្មួយសិតតែជាបេក្ខជនដែលមានគុណវុឌ្ឍិខ្ពស់ទី1គឺផ្ដោតទៅលើនិទេសរួមថ្នាក់បញ្ញត្តិគឺនិទេសរួមថ្នាក់ទី12របស់គាត់គឺល្អមែនតើនិទេស 90% សិតតែជានិទេស A បាទអាច8% និទេស B បាទហើយក្រៅពីហ្នឹងនិទេស C ប្រហែលជាខ្ទង់2ទៅ3% ទេបាទអញ្ចឹងយើងទទួលស្គាល់ថាបេក្ខជនដែលមាននិទេសជាប់គេថា fast 2នេះគឺសិតតែជាបេក្ខជនដែលឆ្នើមទី1គឺនិទេសឆ្នើមទី2យើងពិនិត្យឃើញថាបេក្ខជនសិតតែមានសមត្ថភាពភាសាបេក្ខជនមួយចំនួនធំគឺគាត់មានភាសាអង់គ្លេសឬក៏ភាសាចិនគ្រប់គ្រាន់ល្អប្រសើរបេក្ខជនខ្លះគាត់ចេះទាំងអង់គ្លេសគាត់ចេះទាំងចិនមានបងអូនឬក៏ក្មួយខ្លះមាន IELTS score រហូតដល់6ចុចឬក៏ 6.5 ក៏មាននិងមាន ASK 5ឬក៏ ASK 6ក៏មានបើអញ្ចឹងគឺបេក្ខជនបែបហ្នឹងគឺយើងអាចថាកម្រមានណាបាទប៉ុន្តែជាក់ស្ដែងគឺបេក្ខជនដែលកើតចេញពីការជ្រើសរើសរបស់គណៈកម្មការចំពោះកិច្ចរបស់សមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចគឺយើង surprise ហើយយើងមានភាពមោទនភាពខ្លាំងមែនទែនចំពោះបេក្ខជនថ្នាក់apply យកថ្នាក់បញ្ញត្តិបាទដល់ឡែកសម្រាប់បេក្ខជនដែល apply យកថ្នាក់ master ក៏កាន់តែ surprise ទៀតបាទគឺល្អខ្លាំងមែនទែនមិនថាតែបេក្ខជនដែលមកពីសាលារដ្ឋឬក៏សាលាឯកជនទេឬក៏បេក្ខជនដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសមកទេគឺជាបេក្ខជនឆ្នើមមែនទែនឆ្នើមទី1គឺផ្ដោតទៅលើ GPA របស់គាត់ GPA រួមរបស់គាត់ភាគច្រើននៃបេក្ខជនទាំងអស់នោះ GPA អត់ក្រោម3.5 ទេបាទសុទ្ធតែ GPA ខ្ពស់ទាំងអស់ទី1ទី2គឺកម្រិតភាសារបស់គាត់ IELTS score សុទ្ធតែ6ចុចឡើងទៅបាទទី3បេក្ខជនខ្លះគាត់អត់មាន IELTS score ទេប៉ុន្តែគាត់ជារៀនជាលក្ខណៈ international program បាទនៅក្រៅប្រទេសឬក៏ក្នុងប្រទេសហើយនៅវគ្គសម្ភាសគឺគាត់សម្ភាសបានល្អមែនទែនគាត់អាចប្រើប្រាស់ភាសាអង់គ្លេសក៏បានគាត់អាចប្រើប្រាស់ភាសាចិនក៏បានបាទអញ្ចឹងខ្ញុំយល់ឃើញថាជាមោទនភាពសម្រាប់បងប្អូននិស្សិតដែលបានជាប់អាហារូបករណ៍តាមរយៈសមាគមសន្និសីទអាហារូបករណ៍ round 2ឬក៏ fast 2ហ្នឹងគឺទោះបីអាហារូបករណ៍មិនច្រើននៃ fast 1ប៉ុន្តែយើងមើលឃើញថាបេក្ខជនដែលដាក់ពាក្យច្រើនហើយសុទ្ធតែជាបេក្ខជនដែលមានសក្តានុពលខ្លាំងមែនទែនបាទហ្នឹងគឺខ្ញុំសូមអបអរសាទរខ្លាំងតែម្ដងហើយអ្វីដែលជាមោទនភាពហើយជាការកត់សម្គាល់របស់ខ្ញុំភាគច្រើននៃបេក្ខជនដែលមានភេទជានារីបាទដែលមានភេទជាស្រីរហូតដល់ 70% បាទជាបេក្ខជនជ័យលាភីអញ្ចឹងគឺក្មេងៗបងប្អូនដែលនារីគឺមានអារម្មណ៍ថាគាត់មានសមត្ថភាពខ្លាំងបាទខ្លាំងជាងបងប្អូនបរោះទៀតយើងមិនដឹងថាអាស្ថានភាពរបស់យើងនៅពេលបច្ចុប្បន្ននេះក្មេងប្រុសយើងមានប្រហែលជាមានការខិតខំប្រឹងប្រែងទៅជាក្មេងស្រីហើយភាគច្រើននៃក្មេងដែលជាប់នៅក្នុង round fast 2នេះ 70% បងប្អូនគ្នា 70% ជាបេក្ខជនដែលជានារីឆ្លាតវៃឆ្លាតមានសក្តានុពលមានគុណវុឌ្ឍិគ្រប់គ្រាន់ខ្ញុំបើសិនជាកូនរបស់ខ្ញុំក្នុងចំណោម 70% ដែរខ្ញុំនឹងមិនដឹងថាមានមោទនភាពខ្លាំងប៉ុណ្ណាទេបងប្អូនគ្នាបាទហើយខ្ញុំក៏ជឿជាក់ដែរថាឪពុកម្ដាយដែលបានខិតខំបំពាក់បំពន់ថែទាំកូនចៅជាពិសេសគឺកូនដែលជានារីហ្នឹងរហូតដល់គាត់មានសមត្ថភាពប៉ុណ្ណឹងមិនមែនជារឿងធម្មតាទេបាទពេលខ្លះយើង
កលេទៅអតីតកាលយើងគិតថាក្មេងស្រីបង្វិលចង្ក្រានអត់ជុំទេបាទប៉ុន្តែខុសប្លែកនៅពេលក្មេងស្រីនៅពេលបច្ចុប្បន្នបងប្អូនគ្នាបាទគឺស្ដែងចេញតែម្ដងគឺលទ្ធផលនៃការជ្រើសរើសនេះគឺផ្អែកទៅលើសមត្ថភាពពិតជាក់ស្ដែងរបស់ក្មេងៗយើងឃើញថាក្មេងស្រី 70% បងប្អូនគ្នា 70% នៃបេក្ខជនជ័យលាភីជាក្មេងស្រីទាំងថ្នាក់បញ្ញាបត្រនិងថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហើយក៏យើងឃើញបេក្ខជនបំរុងភាគច្រើនក៏ជាក្មេងស្រីដែរបាទរហូតដល់ប្រហែលជា 60% ជាក្មេងស្រីដែលជាប់បំរុងទៅទៀតបាទអញ្ចឹងជាមោទនភាពខ្លាំងមែនទែនសម្រាប់ឪពុកម្ដាយដែលមានកូនស្រីនៅក្នុងយុគសម័យនេះបាទហើយបើយើងក៏លេខទៅមើលការប្រឡងសិប្បកម្មយើងក៏លេខទៅមើលការប្រឡងបាក់ឌុបឆ្នាំ2025សិប្បកម្មនិទេស A ភាគច្រើនក៏ជាក្មេងស្រីដែរបាទអាហ្នឹងជារឿងមោទនភាពដែរសម្រាប់ក្មេងស្រីហើយក៏សូមអរគុណដល់ឪពុកម្ដាយអាណាព្យាបាលដែលបានចង្អុលបង្ហាញបំពាក់បំពន់កូនស្រីឲ្យមានឱកាសដោយកូនប្រុសដែរបាទហើយអាទ្រឹស្ដីឬក៏បែបបុរាណដែលយើងនិយាយថាក្មេងស្រីបង្វិលចង្ក្រានអត់ជុំនៅក្នុងយុគសម័យថ្មីនេះអត់ទេបងប្អូនគ្នាបាទនេះក៏ជាចំណាប់អារម្មណ៍របស់ខ្ញុំក្នុងនាមជាសមាជិកគណៈកម្មការម្នាក់ទេបាទសូមអរគុណជូនពរបងប្អូនដែលជាបេក្ខជនជ័យលាភីថ្មីទទួលបានជោគជ័យបន្តទៀតសម្រាប់ការបន្តការសិក្សានៅឯសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំ2026 2027ខាងមុខនេះបាទសូមអរគុណជម្រាបលាបងប្អូនគ្នា